បើជារសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទអអិចថ្ងៃនេះជាបានធ្វើការសម្ដែងទៅកាន់ជាហ្វឹងនោះទេដោយថ្ងៃនេះជាមកធ្វើការសម្ដែងរឿងថ្មីមួយហើយរឿងនេះពិតជាឡមើខ្លាំងមែនទែនដោយចំណងជើងជាភាសាអង់គ្លេសគឺមានចំណងជើងថា My Sinner Paradise is too strong ហើយបើសិនជាគ្នាជើងចង់ធ្វើការដូចនេះមកកាន់ admin គឺតាមរយៈ link admin គឺបានធ្វើការដាក់នៅក្នុង description នឹងតែម្ដងបើជើងក៏បាច់ខាត់ពេកយូរជើងចូលសាច់រឿងរបស់ជើងតែម្ដងទៅថ្ងៃហ្នឹងជើងមានពាណិជ្ជកម្មទេហើយពាណិជ្ជកម្មគឺចាំតាថ្ងៃស្អែកចាប់ផ្ដើមនៅសាច់រឿងនេះមកជើងក៏បានឃើញថាមានអ្នកគុណនិយមជាច្រើនគឺបានធ្វើការវាយប្រហារគ្នាដើម្បីដណ្ដើមទ្រព្យសម្បត្តិហើយជើងក៏បានឃើញអ្នកក្លាហានម្នាក់នេះដែលគាត់នឹងគឺកំពុងតែតទល់ជាមួយអ្នកគុណនិយមទាំងអស់ហ្នឹងហើយជាមួយទស្សនវិជ្ជារបស់គាត់គឺពិតជាទ្រទ្រង់ខ្លាំងមែនទែនហើយចំពោះឈ្មោះរបស់គាត់វិញគឺមានឈ្មោះថាលូសៅជីងក៏ប៉ុន្តែជើងមិនបាច់ចាំនិយាយអំពីថាមពលរបស់គាត់ទេជើងក៏សង្កេតឃើញថាជាមួយនឹងថាមពលរបស់គាត់វិញនោះគឺថាពិតជាសាហាវខ្លាំងមែនទែនគឺបានធ្វើការសម្លាប់ទៅកាន់អ្នកគុណនិយមទាំងអស់ហ្នឹងមិនថាប្រុសមិនថាស្រីគឺដាច់ជាកង់តែម្ដងខណៈពេលនោះផងដែរក៏មានជាងខ្លាំងម្នាក់ក៏បាននិយាយទៅកាន់លូសៅចេងថាលូសៅចេងឯនឹងគឺឈប់រងរស់ទៅបើពុំដូច្នោះនោះទេចិត្តរបស់ឯងនឹងคล้ายទៅជាបិសាចចាច់ជាពំខានចំពោះជាងខ្លាំងម្នាក់នេះផងដែរគាត់គឺមានឈ្មោះថាជីជៀនព្រោះគាត់នឹងគឺបានមកពីសម្ព័ន្ធអមតាជាមួយនឹងថាមពលដ៏អស្ចារ្យរបស់ពួកគេទាំងពីរនាក់ជើងសង្កេតឃើញថាការពិចារណារបស់ពួកគេគឺនៅតែបន្តហើយនៅក្នុងការពិចារណារបស់ពួកគេក៏បាននិយាយគ្នាផងដែរដោយការសន្ទនារបស់ពួកគេទាំងពីរហ្នឹងគឺគ្មានអ្វីខុសពីកំណត់ទ្រព្យវេទមន្តនោះទេជឿឃើញថាការប្រយុទ្ធជាមួយនឹងការសន្ទនារបស់ពួកគេគឺមិនចោះសម្រងគ្នាឡើយដោយពួកគេទាំងពីរនាក់គឺមានហេតុផលរៀងៗខ្លួនខណៈពេលនៅផងដែរជើងក៏បានសង្កេតឃើញថាលូសៅចេងរកគេក៏បានប្រើជាមួយនឹងកំណត់ទ្រព្យរបស់គេហើយបីដូចជាកំណត់ទ្រព្យដែលពួកគេទាំងពីរនាក់កំពុងតែនិយាយនេះផងដែរគឺដូចជាចិញ្ចៀនមួយពងអញ្ចឹងក៏ប៉ុន្តែនៅពេលនេះលូសៅចេងរកគេគឺមិនបានប្រើជាមួយនឹងចិញ្ចៀនមួយវងនោះទេរកគេគឺបានប្រើជាមួយនឹងចិញ្ចៀន5វងតែម្ដងដែលបានឃើញអញ្ចឹងស៊ីជៀនរកគេគឺភ្ញាក់ផ្អើលខ្លាំងមែនទែនគេនឹងគឺមិននឹកស្មានទេថាលូសៅចេងរកគេនឹងគឺមានកំណត់ទ្រព្យវេទមន្តចំនួន5ឯណោះលូសៅចេងក៏បាននិយាយទៅកាន់ស៊ីជៀនថាព្រោះរូបគាត់ហ្នឹងគឺមិនល្អដូចទៅកាន់ស៊ីជៀនរកគេគឺបានខ្លាយទៅជាប្អូនប្រុសរបស់ស៊ីជៀននៅក្នុងជីវិតថ្មីហើយនៅពេលនេះឈ្មោះរបស់លូសាចេងគឺមានឈ្មោះដដែលនោះទេគេនឹងគឺមានឈ្មោះថាលូសាចេងហើយសប្តាហ៍គេនឹងគឺជាសិស្សនៅក្នុងសាលាធានជូលូសាចេងគេក៏បាននិយាយថាការវឹកហាត់គឺពិតជាវែងឆ្ងាយហើយគេគឺមិនដឹងទេថាតើគេនឹងក៏អាចរកប្អូនស្រី4នាក់ផ្សេងទៀតគឺនៅឯណាខណៈពេលនោះយើងឃើញថាមានកូនចាប្រមួយក៏កូនព្រាមមិនដឹងឯពេលក៏មើលមិនស្គាល់គឺបាននិយាយថានៅពេលនេះផងដែរសាលាធានជូកំពុងតែទទួលសិស្សហើយលោកម្ចាស់នឹងកំពុងតែហៅទៅកាន់លូសាចេងហើយយើងឃើញថាលូសាចេងនឹងដែលបានលើសម្លេងកូនចាកូនព្រាមនឹងគឺថាគេខ្ទប់ទៅជាតែម្ដងគឺពិតជាថ្លង់ខ្លាំងមែនទែនហើយចំពោះកូនទីងតុយមួយហ្នឹងគឺមានឈ្មោះថាប៉ៅស៊ីលូសាចេងគឺបាននិយាយថារយៈពេល10ឆ្នាំគឺបានកន្លងផុតទៅលោកគ្រូនឹងគឺទៅហៅគេចុងនៅពេលនេះគឺដល់ពេលគេដែលគេនឹងគឺធ្វើការកោទៅកាន់លោកគ្រូវិញម្ដងតែរឿងគេក៏បានកម្មដល់ទីកន្លែងមួយជាក៏បានឃើញថាមានផ្ទះមួយប៉ុន្តែអ្នកនៅក្នុងហ្នឹងគឺមិនមែនជាមនុស្សធម្មតានោះទេដោយមានជាងខ្លាំងម្នាក់គឺបាននិយាយទៅកាន់មេរកណរបស់គេថាលោកមេប៉ាពេលនោះលោកនឹងក៏បានបង្កើតជាមួយនឹងច្បាប់មួយដោយធ្វើការទទួលសិស្សម្នាក់តែប៉ុណ្ណោះម្នាក់នោះគឺជាស៊ីយៀនក៏ប៉ុន្តែកាលពី10ឆ្នាំមុនលោកមេប៉ាគឺបានបំពេញជាមួយនឹងច្បាប់របស់លោកហើយក៏បានធ្វើការទទួលសិស្សមួយផ្សេងទៀតដែលមានឈ្មោះថាលូសៅជីងហើយបើសិនជាអញ្ចឹងទៅហើយបើសិនជាមាន2យ៉ាងហោចណាស់ក៏មាន3ផងដែរចំពោះជើងខ្លាំងម្នាក់នេះផងដែរដែលកំពុងតែធ្វើការរកនេះគាត់គឺមានឈ្មោះថាពូហានហើយតំណែងរបស់គាត់គឺជា Elder នៃនិកាយលីងសៀវចំពោះបុគ្គលដែលគេកំពុងតែធ្វើការសាកសួរហ្នឹងគឺមានឈ្មោះថាសៅឆិនខណៈពេលនោះក៏មានអាដាមួយផ្សេងទៀតក៏បាននិយាយទៅកាន់សៅឆិនថាកំពូលភ្នំធានជូរបស់ឯងគឺជាមេរកដងកំពូលទាំង5នៃនិកាយលីងសៀវឯនឹងគឺមិនអាចបដិសេធក្នុងការទទួលសិស្សថ្មីបាននោះទេនេះជាមិនតាន់ផុតពីមាត់ផងលូសាចេងក៏បានទាត់ទ្វារលឺសូតប៉ាំងតែម្ដងហើយក៏បាននិយាយថាតើព្រឹទ្ធាចារ្យទាំងពីរគឺចង់ណែនាំកូនសិស្សប្រភេទណាហើយនេះបើតាមគេគិតថាកូនសិស្សដែលព្រឹទ្ធាចារ្យទាំងពីរគឺចង់ណែនាំប្រហែលជាឲ្យធ្វើរនុកក្នុងដើម្បីយកការតែប៉ុណ្ណោះឬមួយក៏ចង់បានជំនាញរបស់លោកគ្រូរបស់គេដែលនៅក្នុងបន្ទប់ត្រួតពិនិត្យរបស់ទាំងពីរថាលោកគេនឹងសម្រេចចិត្តថានរណានឹងក្លាយទៅជាកូនសិស្សគ្រូរបស់គេចឹងហើយសូមព្រឹទ្ធាចារ្យគប់រំខានទៅកាន់លោកគ្រូរបស់គេអីអល់តាមអ្នកនឹងដល់បានលើចឹងគាត់នឹងគឺចង់ច្រឡំបន្តិចផងដែរក៏ប៉ុន្តែត្រូវបានអេដាវូហានក៏បានហាមឃាត់អេដាវូហានក៏បានសួរទៅកាន់លូសាចេងថាតើឯនឹងគឺប្រកាសដែរឬទេលូសាចេងគេក៏បានឆ្លើយតបភ្លាមជោគតែម្ដងគេក៏បាននិយាយថា1000លើ100ព្រឹទ្ធាចារ្យទាំងពីរដែលបានលើចឹងគាត់នឹងក៏បានងាកមើលទៅកាន់សាវឆាន់ហើយពួកគេនឹងគឺឃើញថាសាវឆាន់នឹងគឺមិនមានប្រតិកម្មអ្វីទាល់តែសោះចឹងហើយគេក៏បាននិយាយទៅកាន់លូសាចេងថាបើចឹងពួកយើងនឹងគឺនឹងធ្វើការត្រៀមខ្លួនហើយឯងលូសាចេងឯងគឺមិនអាចបំពេញកិច្ចសន្យារបស់ឯងបានឡើយ
ហើយព្រឹត្តិការណ៍ទាំងពីរពួកគាត់នឹងក៏បានដើរចាត់ចេញទៅនៅពេលដែលបានឃើញចឹងលូសាចេញក៏បាននិយាយទៅកាន់គ្រូរបស់គេថាបានចឹងរកគេនឹងគឺនឹងត្រូវទៅជ្រើសរើសសិស្សហើយនៅពេលដែលលូសាចេញក៏បានដើរទៅដល់មាត់ទ្វារសាចិនក៏បានហៅទៅកាន់លូសាចេញដែលបានលើចឹងក៏បានសួរទៅកាន់គ្រូរបស់គេថាតើលោកគ្រូនឹងគឺមានបញ្ហាអ្វីមួយផ្សេងទៀតមែនទេសាចិនរកក៏បានចេះថាចឹងគួរតែទប់ចិត្តបន្ថែមទៀតចិត្តណាមិញបងប្រុសច្បងរបស់ឯងគឺជាស៊ីយិនបានធ្វើការវឹកហាត់តែម្នាក់ឯងអស់រយៈពេល10ឆ្នាំមកហើយគាត់នឹងគឺមិនដឹងទេថាតើឯងនឹងគឺជាពីណាគេពួកគេទាំងពីរនាក់ក៏បានមើលមុខគ្នាអស់រយៈពេលជាង80ម៉ោងហើយលូសាចេងក៏បាននិយាយទៅកាន់គ្រូរបស់គេថាគាត់គឺជាកូនសិស្សរបស់លោកគ្រូនឹងឯងសារឿងគេក៏បានកម្មមកដល់ទីលានប្រយុទ្ធវិញម្ដងពិធីករក៏បានប្រកាសប្រាប់អំពីលក្ខខណ្ឌទៅកាន់អ្នកទាំងអស់គ្នាចំពោះលក្ខខណ្ឌគឺងាយៗនោះទេគឺមិនពិបាកនោះទេក្នុងរយៈពេល3ចលនាបើសិនជាពួកគេនឹងគឺអាចទ្រាំទ្របាននោះពួកគេគឺអាចធ្វើការចូលរួមទៅកាន់ធានជុះហើយក៏អាចខ្លះទេគឺថាទៀតជាចម្ងាយតែម្ដងមិនដឹងថាស្លាប់ឬមួយក៏រស់នោះទេចំពោះបេក្ខជនផ្សេងទៀតក៏ដូចគ្នាផងដែរគឺថាពួកគេគឺមិនអាចទ្រាំទ្រជាមួយនឹងសបកជ័យសបកផ្លែប៉ោមបាននោះទេគឺថាពួកគេនឹងគឺត្រូវបានដេកដួលនៅកន្លែងភ្លាមៗជុកតែម្ដងព្រឹត្តិការណ៍ដែលបានឃើញចាំគាត់ព្យាបាលខ្លាំងមែនទែនជាមួយនឹងសមត្ថភាពឋានពររបស់លូសាចេងហើយគាត់ក៏បានជេរថាមើលទៅវាហាក់បីដូចជាអាចកំបាំងនៃផ្ទៃខាងក្រៅរបស់ភ្នំធានជូគឺថាពិតជាមិនអាចយល់បានខណៈពេលនោះផងដែរលូសាចេងគេក៏បានជេរទៅកាន់អេដាវូហានថាអ្នកដែលធ្វើការចូលរួមជាមួយនឹងការតេស្តសមត្ថភាពទាំងអស់នេះគឺពិតជាអន់ខ្លាំងមែនទែនសូម្បីតែ3ចតនានៃកម្លាំងធាតុរបស់គេគឺមិនអាចទប់ទល់បានផងគេនឹងគឺពិតជាឆ្ងល់ខ្លាំងមែនទែនថាហេតុអីបានជាអេដាវូហានគឺបានធ្វើការកោះហៅទៅកាន់អ្នកអន់បែបនេះទៅវិញដាវូហានក៏បាននិយាយទៅកាន់លូសាចេងវិញថាគឺមិនចាំបាច់ភ័យនោះទេថ្ងៃហ្នឹងគឺមានត្រឹមតែ100នាក់តែប៉ុណ្ណោះក៏ប៉ុន្តែថ្ងៃស្អែកប្រហែលជាមាន200នាក់ទៅ300នាក់ឯណោះដែលពួកគេទាំងអស់គ្នានឹងធ្វើការចូលរួមហើយនេះគឺនៅមិនទាន់ចាប់ឡើយគឺថានៅមានមនុស្សជាច្រើនទៀតដែលពួកគេនឹងធ្វើការចូលរួមលុះត្រាតែឯងលូសាចេងហ្នឹងគឺធ្វើការជ្រើសរើសសិស្សថ្មីម្នាក់លូសាចេងរបានលើចឹងគេគឺពិតជាខាងខ្លាំងមែនទែនក៏ប៉ុន្តែគេគឺមិនអាចធ្វើអ្វីបានឡើយខណៈពេលនោះយើងក៏បានឮសំឡេងក្មេងស្រីម្នាក់រកនាងក៏បាននិយាយថារកនាងគឺនៅមិនទាន់បានធ្វើការប្រកួតផងហេតុអីក៏បានចាប់លឿនម្ល៉េះជាងឃើញថាសន្ទុឋានពណ៌ដែររបស់នាងគឺពិតជាអស្ចារ្យខ្លាំងមែនទែនក៏ប៉ុន្តែអ្វីដែលកាន់តែពិសេសទៀតនោះគឺថាសម្រស់របស់នាងគឺពិតជាស្រស់ស្អាតខ្លាំងណាស់ហើយចំពោះកញ្ញាដ៏ក្មេងខ្ចីម្នាក់នេះផងដែររកនាងគឺមានឈ្មោះថាស៊ីវជីអែលដាវូហានដែលបានឃើញចឹងគាត់នឹងគឺរាក់ទាក់ខ្លាំងមែនទែនព្រោះគាត់គឺបាននិយាយទៅកាន់ស៊ីវជីថាអូតាមពិតទៅគឺស៊ីវជីនោះទេហេតុអីបានជាថ្ងៃហ្នឹងរូបនាងគឺបានធ្វើការចូលរួមអញ្ចឹងដោយសារតែរូបគាត់ហ្នឹងគឺបានលើថារូបនាងគឺត្រូវតែចូលរួមនៅថ្ងៃស្អែកជាមួយនឹងពូរបស់នាងដែលបានលើចឹងស៊ីវជីរូបនាងក៏បាននិយាយតភ្លាមៗជោគមកដល់រូបនាងគឺបាននិយាយថាគឺថាថ្ងៃនេះចិញ្ចៀនកណ្ដាប់ត្រសម្ងាត់របស់នីកាយដាវឈានហ្នឹងគឺត្រូវបានលួចចឹងហើយពូរបស់នាងក៏បានប្រាប់ឲ្យអ្នកគ្រប់គ្នាហ្នឹងគឺធ្វើការដេញចាប់ចោលហ្នឹងតែម្ដងចំពោះលូសាចេងដែលបានលើចឹងគេព្យាបាលខ្លាំងមែនទែនដោយសារតែរឿងនេះគឺពាក់ព័ន្ធជាមួយនឹងចិញ្ចៀនកណ្ដាប់ត្រដ៏អស្ចារ្យដោយសារតែរឿងនេះរូបនាងគឺត្រូវនៅតែម្នាក់ឯងចឹងហើយរូបនាងគឺធុញខ្លាំងមែនទែនហើយរូបនាងក៏បានមកទីនឹងតែម្ដងទៅដោយស៊ីយីរូបនាងក៏បានប្រាប់ទៅកាន់លូសាចេងរបស់ជើងថាឲ្យធ្វើការចាប់ផ្ដើមក្នុងការប្រកួតដើម្បីដោះស្រាយជាមួយនឹងចលនា3ហ្នឹងដែលវូហានដល់បានលើចឹងគាត់នឹងក៏បានស្រែកភ្លាមៗចូលតែម្ដងគឺចាំតិចសិនហើយគាត់ក៏បាននិយាយទៅកាន់លូសាចេងថាលូសាចេងនេះគឺជាក្មួយស្រីរបស់លោកគ្រូសេហ្វាំងចឹងហើយឯហ្នឹងគឺបធូរដៃផងលូសាចេងដល់បានលើចឹងគេក៏បានឆ្លើយតបភ្លាមៗជប់មកគឺចាំជូននោះទេគេក៏បាននិយាយទៅកាន់ដាវូហានថាព្រឹត្តិការណ៍គឺមិនចាំបាច់បារម្ភចំពោះរឿងនេះនោះទេគេនឹងគឺមិនអាចធ្វើឲ្យកញ្ញាស៊ូជីគឺមានរបួសឡើយកញ្ញាស៊ូជីដល់បានលើចាស់រូបនាងក៏បានជ័យភ្លាមជោគមករូបនាងក៏បានជ័យថានេះគឺជាការប្រកួតសមត្ថភាពចឹងហើយភាគីទាំងសងខាងគឺត្រូវតែបញ្ចេញជាមួយនឹងសមត្ថភាពរបស់ពួកគេទាំងអស់តែម្ដងគឺមិនចាំបាច់លាក់ទៀតនោះទេលូសាចេងដល់បានលើចឹងរូបគេក៏បានបញ្ចេញជាមួយនឹងកែវភ្នែកដ៏មានឥទ្ធិពលរបស់គេជិះមកជើងមកទៅគឺពិតជាខ្លាំងក្លាហើយគេក៏បានជឿថាល្អណាស់ល្អខ្លាំងណាស់ជាមួយនឹងឋានពរដ៏មហាសាលរបស់លូសាចេងសូម្បីតែព្រឹទ្ធាចារ្យវួរនឹងក៏បានខ្ទាបផងដែរហើយជឿមកទៅកញ្ញាស៊ូជីរូបនាងក៏មិនអាចកិច្ចជាមួយនឹងស្នៀតមួយនេះបានឡើយកញ្ញាស៊ូជីដល់បានឃើញចឹងរូបនាងក៏បានជ័យទៅកាន់លូសាចេងថាលូសាចេងនឹងគឺជាមនុស្សបោកប្រាស់ដោយសារតែរូបនាងគឺមិនទាន់បានត្រៀមខ្លួនរួចនៅឡើយចំពោះលូសាចេងរូបគាត់គឺបាននិយាយអ្វីឡើយដែលរូបគាត់នឹងក៏បានប្រើចំពោះចលនាដែលគាត់នឹងក៏បានបញ្ចេញ3ស្នៀននឹងគឺរួចរាល់ហើយហើយនៅពេលនេះរូបនាងក៏អាចធ្វើការឆ្លងផុតវិញ្ញាសានេះបានផងដែរកញ្ញាស៊ូជីដែលបានលើចឹងរូបនាងគឺសប្បាយចិត្តខ្លាំងមែនទែនហើយមុនដំបូងជាងគាត់ថាកញ្ញាស៊ូជីគឺជាមនុស្សដែលកាចឆ្នះក៏ប៉ុន្តែជាងមើលឲ្យជាក់គឺថារូបនាងគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនទែនហើយអេពីសូតទី1 admin គឺបញ្ចប់ត្រឹមហ្នឹងសិនដោយសារតែលឺសលេងបាសទៀតហើយថ្ងៃហ្នឹងគឺពិតជាចង្រៃខ្លាំងមែនទែនដោយសារតែគេធ្វើពិធីបន់ចឹងក៏ admin ភ្លេចឲ្យឆឹង
ហើយថាចេញរឿងឲ្យគ្នាចឹងហើយហ្នឹងធ្វើបានបែបកណ្ដាលគឺថាលឺសលេងបាល់ឡើងខ្ទាស់ផ្ទះតែម្ដងចឹងហើយមានគឺមានពាក្យតែប៉ុណ្្នឹងនោះទេហើយបើសិនជាចាប់អារម្មណ៍ជាមួយនឹងការសម្ដែងរបស់ admin ហើយគិតថារឿងហ្នឹងល្អហើយបើសិនជាចង់តាមនៃការសម្ដែងរបស់ admin ជាបន្តទៀតគឺថាចុច like subscribe បើសញ្ញាកណ្ដឹងអ្នកមួយផងនៅពេលដែល admin គឺបានធ្វើការ follow ទៅគឺថាចូលទៅកាន់គ្នាភ្លាមៗជួបតែម្ដងជាចុចក្រោយខ្ញុំបាន24សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ